ពេលដែលវិមុតចិត្តមានចិត្តដែលរួចចាកទ្វាផុតចាកទ្វាគឺពេលដែលវាធ្វើបដិសន្ធិកិច្ចភវង្គកិច្ចនិងចតិកិច្ចចិត្តនឹងដឹងនៅអារម្មណ៍ណាមួយក្នុងបណ្ដាទ្វា6ដែលហៅថាកម្មអារម្មណ៍កម្មនិមិត្តារម្មណ៍និងគតិនិមិត្តារម្មណ៍ដែលជាបច្ចុប្បន្នអតីតនិងបញ្ញត្តិអារម្មណ៍បញ្ញត្តិអារម្មណ៍គឺអារម្មណ៍ជាបញ្ញត្តិមកពីបញ្ញត្តិនិងអារម្មណ៍បានផ្សំចូលគ្នាទៅជាបញ្ញត្តិអារម្មណ៍ដែលកើតតាមទ្វា6ក្នុងគណៈមរណានុសន្នវិថីក្នុងភពមុនអញ្ចឹងអារម្មណ៍ហ្នឹងតាមពិតជាអារម្មណ៍របស់វិថីចិត្តទេក៏ប៉ុន្តែក្រោយមកវាคล้ายជាអារម្មណ៍របស់ទ្វារវិមុតចិត្តវិញបានដល់ចិត្ត19ដួងគឺឧបេក្ខាសន្និលចិត្ត2ដួងគឺអហេតុកកិរិយាអហេតុកវិបាកចុងក្រោយគេណាមហាវិបាកចិត្ត8និងមហាកតវិបាកចិត្ត8 19នេះនឹងមានន័យថាម៉េចទៅមើលរូបឧទាហរណ៍យើងនិយាយពីទ្វារវិមុតចិត្តដឹងអារម្មណ៍ក្រៅទ្វារក៏ប៉ុន្តែនៅពេលមុននឹងស្លាប់នៃជាតិនីមួយវាតែងតែមាននិមិត្តមកប្រកបរបស់មរណាសន្នវិថីនេះវិថីចិត្តស្លាប់នេះវាត្រូវមាននិមិត្តអញ្ចឹងនិមិត្តគណៈហ្នឹងវានៅក្នុងទ្វារឡើយទេប៉ុន្តែទ្វារមុននឹងស្លាប់ឃើញកម្មជាអារម្មណ៍ក្តីឃើញជាគតិក្តីនេះប្រមាណមិញហ្នឹងកម្មនិមិត្តគតិនិមិត្តណាមួយអាត្មាគូទាំងអញ្ចឹងប៉ុន្តែវាមិនឃើញទាំងអស់ម្ដងទាំង3ហ្នឹងទេជួនកាលបើយើងនិយាយពីអំពើល្អវិញវាឲ្យឃើញជាអំពើដែលយើងកំពុងធ្វើអីមួយអញ្ចឹងយើងធ្វើពីអតីតកាលមកវាផុសឲ្យឃើញហ្មងឃើញថាដូចកំពុងតែជួយសង្គ្រោះគេកំពុងតែស្វាត់ជាពធឃើញជាកម្មឃើញជាអំពើឃើញជាការកំពុងបរិច្ចាគទានអីចឹងណាហៅថាកម្មអារម្មណ៍អញ្ចឹងនៅពេលដែលឃើញហ្នឹងឃើញនៅក្នុងទ្វារប៉ុន្តែទ្វារមុនស្លាប់ពីជាតិមួយជាតិពេលចុងក្រោយនៃជាតិមួយហ្នឹងក៏ប៉ុន្តែនៅពេលដែលចតិរលត់ទៅក្នុងជាតិហ្នឹងអារម្មណ៍នោះវាអត់មានមកប្រកបក្នុងទ្វារទៀតទេបដិសន្ធិក៏កើតឡើងហើយតួបដិសន្ធិភពថ្មីហ្នឹងវាទៅចាប់យកអាហ្នឹងជាអារម្មណ៍ដែលអារម្មណ៍ហ្នឹងវាទៅបាត់ហើយមានពេលខ្លះវានៅមកគណៈចិត្តអីទៀតចឹងទៅដែលថាមានបច្ចុប្បន្នហ្នឹងប៉ុន្តែនិយាយថាអតីតចុះវាទៅចាប់យកអាហ្នឹងប៉ុន្តែសួរថាចិត្តគណៈបដិសន្ធិនិងប្រវាំងនៅជាតិនេះវាទៅមានអានឹងដដែលជាអារម្មណ៍រហូតពេលយើងដេកលក់ឈឹងអីហ្នឹងក៏ដោយក៏វាទៅចាប់យកអានឹងជាអារម្មណ៍រហូតអញ្ចឹងហើយបានយើងដេកលក់ឈឹងយើងអត់ដឹងអីទេព្រោះមិនមែនជាអារម្មណ៍នៅក្នុងទ្វារអញ្ចឹងទាំងគណៈបដិសន្ធិគណៈប្រវាំងនិងគណៈចតិនៅក្នុងជាតិនឹងមួយហ្នឹងគឺជាចិត្តក្រៅទ្វារទាំងអស់ពីព្រោះអីវាសុទ្ធតែដឹងពីអារម្មណ៍របស់ចិត្តមុនស្លាប់ជាតិមុន